នេះគឺទេសភាពពេលល្ងាចនៅខ្លងទ្វារទន្លេអ៊ុំបើសិនបើយើងមើលពីលើកំផែងនៃខ្លងទ្វារទន្លេអ៊ុំយើងនឹងមើលទៅគូទឹកដែលនៅជាប់នោះយើងនឹងមើលឃើញហាក់ដូចជាយើងកំពុងតែមើលធ្លុះទៅដល់ឋានភុជង្គនេះអញ្ចឹងផ្ទៃមេឃយើងមើលទៅហាក់ដូចជាផ្ទៃមេឃមានពីរនៅខាងលើមួយនៅខាងក្រោមមួយដែលធ្វើឲ្យការមើលរបស់យើងអាចមានលក្ខណៈភ័ន្តច្រឡំនៅក្នុងវីដេអូខ្ញុំនឹងត្រឡប់ពីរូបភាពបញ្ច្រាស់ពីក្រោមមកលើវិញហើយយើងសង្កេតមើលតើភ្នែករបស់យើងអាចមើលច្រឡំដែរទេអញ្ចឹងនៅខ្លងទ្វារទន្លេអ៊ុំគឺមានទេសភាពស្អាតបែបនេះយើងមើលទៅក្នុងទឹកហាក់ដូចជាមានមេឃពីរដែលកំពុងតែនៅខាងក្រោមមួយនៅខាងលើមួយតាមរយៈការចាំងឆ្លោះនៃគូទឹកដ៏ថ្លាឆ្វង់ហើយកន្លែងនេះគឺជាកន្លែងដែលតាក់ទាញទេសចរមួយมันមានអ្នកណាម្នាក់ដែលកន្លងពីទីកន្លែងនេះក្នុងការថតរូបទេគឺមកកន្លែងនេះតែងតែឈប់ដើម្បីថតរូបជានិច្ចឥឡូវខ្ញុំនឹងដាក់រូបបញ្ច្រាស់នៃការថតពីលើកំផែងនៃខ្លងទ្វារទន្លេអ៊ុំឲ្យមើលតើវាមានលក្ខណៈដូចម្តេចដែរសូមមើលទាំងអស់គ្នា